សួស្តីបងប្អូនថ្ងៃនេះខ្ញុំអារម្មណ៍បងប្អូនមកមើលជាមួយនឹងកាបូបថ្មីកន្ត្រក LV ហ្នឹងហើយខ្ញុំអត់មានបានបង្ហាញពីការចាក់ទេអានេះខ្ញុំចាក់ហើយទាំងសងខាងគឺពីរផ្ទាំងតែម្ដងអាហ្នឹងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបភ្ជាប់កាបូបបងប្អូនសង្ឃឹមថាបងប្អូនគាត់ធ្លាប់ចាក់កាបូបគឺគាត់ដឹងពីរបៀបចាក់ហើយយើងមិនបាច់ចាំរៀបរាប់ច្រើនទេឥឡូវខ្ញុំមកបង្ហាញពីបងប្អូនពីរបៀបភ្ជាប់កាបូបកន្ត្រក LV បងប្អូនក្រោយពីយើងចាក់របៀបពីរផ្ទាំងហ្នឹងហើយយើងក៏បានយកមកផ្គុំចូលគ្នាទាំងពីរដូចក្នុងវីដេអូដែលបងប្អូនបានឃើញហ្នឹងគុំពីផ្ទាំងហ្នឹងចូលគ្នាហើយយើងក៏ដាក់ជាមួយនឹងតំណប់ដែលចំហៀងនឹងយើងដេរសងខាងទៅដេរពីរជួរដើម្បីឲ្យកាបូបយើងមានចេញមករាងមូលកុំឲ្យវាទន់ល្បិចល្បាក់បងប្អូនគ្រាន់តែឃើញវីដេអូហ្នឹងដែលបង្ហាញហ្នឹងគឺបងប្អូនអាចធ្វើបានដោយសារតែទោះបីជាយើងអត់ធ្លាប់ចាក់កាបូបគ្រាន់តែឃើញវីដេអូហ្នឹងក៏យើងអាចធ្វើបានដែរនេះជាប្រភេទដៃស្បែកបញ្ចុះពីយើងភ្ជាប់អង្ហើយនេះបងប្អូនដោយសារតែវីដេអូខ្ញុំរៀងកាត់ខ្លីៗក៏ប៉ុន្តែសំលមនឹងអាចយល់បានដែរយើងភ្ជាប់ជាមួយនឹងស្បែកដៃស្បែកហ្នឹងយើងភ្ជាប់សងខាងហ្នឹងមកយើងដេរដល់យើងចាក់តនេនឹងចំហៀងនឹងសងខាងភ្ជាប់ជាមួយនឹងកាបូបដែលយើងបានភ្ជាប់មិញហ្នឹងនេះឃើញថាយើងភ្ជាប់រួចរាល់ហើយយើងក្រោយពីភ្ជាប់ដៃរួចរាល់ហើយយើងក៏ចាប់ផ្ដើមនៅដេរជាមួយនឹងបាតស្បែកបងប្អូនបាតស្បែកហ្នឹងគឺយើងក្នុងរុនវាមួយហ្នឹងយើងអាចចាក់ជាមួយនឹងគល់លបងហ្នឹងហើយរុនខ្លះយើងអាចចាក់2រុនទៅ3រុនព្រោះអីបើសិនជាយើងចាក់2រុនទាំងអស់ហ្នឹងកាបូបហ្នឹងវាជុំហ្នឹងវាតឹងពេកដូច្នេះហើយបើសិនជាយើងចាក់3រុនវាធូរពេកអញ្ចឹងណាតែអញ្ចឹងខ្ញុំចាក់របៀបថារុនខ្លះ3ទៅរុនខ្លះ2ហ្នឹងហើយប្រហែលជាជាងម្លងគ្នា4ហ្នឹងហើយ4រុនទៅហើយយើងចាក់3មករុនយើងចាក់3បន្ទាប់មក3រុន4រុនក្រោយហ្នឹងយើងចាក់តែ2ទេដើម្បីឲ្យកាបូបយើងហ្នឹងពេលដែរសំលមនឹងបាត់ដែលយើងភ្ជាប់ហ្នឹងណាបងប្អូនហើយយើងចាក់បន្តរហូតតទៅហើយយើងទៅជុំវិញអញ្ចឹងណាអានេះគឺរបៀបដែលយើងភ្ជាប់កាបូបនៅកាបូបហ្នឹងគឺថាទង់ចេញថ្មីស្លាងតែម្ដងបងប្អូននេះគឺតបពីចាក់ស្បែកនឹងហើយនេះយើងយកមកភ្ជាប់ដេររុំជុំវិញអញ្ចឹងមកដេររហូតតទៅហើយកាបូបហ្នឹងគឺយើងឃើញមកដំបូងតែគិតថាពិបាកតែអត់ពិបាកទេពេលដែលយើងដេរជុំវិញនឹងហើយឃើញកាបូបចេញមកវាថាស្អាតត្រូវចិត្តតែម្ដងបន្ទាប់ពីខ្ញុំភ្ជាប់បាតហើយយើងមកភ្ជាប់ជាមួយនឹងតំណប់ហ្នឹងពេលដែលយើងកំងកាបូបហ្នឹងគឺមួយឈុតគឺមានទាំងតំណប់ដៃស្បែកតែម្ដងបងប្អូនហើយពេលដែលយើងភ្ជាប់តំណប់ដែលយើងចាក់ហើយក្នុងរុនតំណប់ហ្នឹងយើងចាក់ពីបកគោលបងចូលណាហើយបន្ទាប់ពីចាក់ហើយអញ្ចឹងយើងក៏ចាប់ផ្ដើមយកមកភ្ជាប់គ្នាដែលដេររុំដូចបងប្អូនឃើញមិញហ្នឹងហើយនេះកាបូបដែលខ្ញុំបានភ្ជាប់រួចរាល់ហើយបងប្អូននេះខាងក្នុងគឺតំណប់គេស្អាតបងប្អូនពេលដែលភ្ជាប់ហើយធំទលាទៀតសួរដាក់អីវ៉ាន់បងប្អូនពេលដែលយើងមានកម្មវិធីឬក៏ទៅដើរលេងគឺសំលមបងប្អូនបើសិនជាស្រឡាញ់គឺអាចចាក់ដោយខ្លួនឯងបាននេះរួចរាល់ជាការស្វែងបងប្អូននេះកាបូបដែលខ្ញុំបានចាក់ហើយគឺមានរូបរាងបែបនេះឯងហើយនឹងម៉ូដគេដាក់ដៃស្បែកចឹងរៀងក្លីបគួរសមដែរហ្នឹងណាហើយម្យ៉ាងទៀតប្រព័ន្ធហ្នឹងគឺអត់សូវបន្លាយបងប្អូននេះកាបូប LV បងប្អូនណាស្រឡាញ់អាចកំងបានឬក៏អាចមើលវីដេអូហ្នឹងអាចចាក់ខ្លួនឯងក៏បានដែរបងប្អូន